បើកទ្វារភ្លាមឃើញបងស្រីអូសម៉ូតូមកទាំងព្រឹកតែម្ដងអូនស្រីប្រាប់ថាអូសតាំងពីផ្ទះមកហត់គួរសមដែរចម្ងាយពីផ្ទះគាត់មកផ្ទះខ្ញុំគឺឆ្ងាយគួរសមដែរបងប្អូនអញ្ចឹងម៉ូតូបងស្រីគឺថាបើកសោទៅគ្មានភ្លើងសុំអីតែបន្តិចតែម្ដងក៏ប៉ុន្តែម៉ូតូនេះគឺអាចធាក់ឆេះបងស្រីគឺធាក់អត់រួចទេគឺគាត់កម្លាំងខ្សោយណាស់សុំទៅសើអ្នកជិះកាត់បងស្រីដែរឃើញបងស្រីបដៅប៉ុណ្ណឹងហើយមិនជួយអូសគ្នាបើសិនជាខ្ញុំនេះគឺខ្ញុំជួយគាត់បាត់ទៅហើយអញ្ចឹងដំបូងឡើយម៉ូតូនេះយើងត្រូវតែទៅមើលអគុយមុនគេព្រោះអីអាការៈបែបនេះគឺបញ្ហាភាគច្រើនគឺទៅលើអគុយវាហើយព្រោះថាម៉ូតូនេះអាចធាក់ឆេះគ្រាន់តែអត់មានភ្លើងទាំងអស់តែម្ដងអញ្ចឹងមុននឹងយើងដូរអគុយយើងត្រូវវាស់មើលភ្លើងវាសិនតើវាមានភ្លើងប្រមាណវ៉ុលដែរមិនមែនចេះតែដូរទេអូម៉ាតយើងកាច់តែលេខ 20DC ភ្លើង DC គេហៅភ្លើងចិនបងប្អូនហើយភ្លើងឆៅគឺជាភ្លើង AC បងប្អូនអញ្ចឹងភ្លើងអគុយនេះគឺអត់បាន1វ៉ុលទេគឺ 0.27 វ៉ុលអគុយនេះគឺខូច 100% តែម្ដងអញ្ចឹងខ្ញុំត្រូវតែដូរអគុយថ្មីជូនបងស្រីព្រោះថាបើសាក់ក៏សាក់មិនចូលដែរព្រោះអគុយវាខូចតែម្ដងអញ្ចឹងយើងធ្វើការដេកបញ្ឆេះទាំងអស់គ្នាចឹងរួចរាល់ហើយបងប្អូនហេតុតែបងស្រីប្រញាប់ទៅធ្វើការពេកគឺថាម៉ូតូមិនទាន់ចាប់អបអគុយផងខ្ញុំស្រីងើបយកលុយឲ្យភ្លាមតែម្ដងមិនដឹងនិយាយគាត់ឌឺជាងឬក៏យ៉ាងម៉េចព្រោះអស់តែ$10សោះគាត់ឲ្យទៅដល់ក្តាស់$100ទៅវិញស្រីប្រាប់ថាសប្បាយចិត្តពេកតែបងស្រីនឹងអាចទៅធ្វើការទាន់ដែរបងស្រីប្រាប់ថាម៉ូតូបងប្រកាសជាធ្វើយូរហើយចឹងហើយទើបគាត់សប្បាយចិត្តមើលទៅមុខគាត់ទៅដឹងហើយគឺថាញឹមបិទមាត់ចិត្តតែម្ដងអញ្ចឹងកុំនិយាយច្រើនពេកថានិយាយច្រើនប្រពន្ធឲ្យដេកក្រៅផ្ទះឡូវហើយ